សហគមន៍នេសាទចុងអូជាសាលាកសិដ្ឋានវិរិយវប្បកម្មអនុវត្តនៅវាលជាក់ស្ដែងដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុសហការជាមួយក្រុមការងារចុះមូលដ្ឋាននិងរដ្ឋបាលខេត្តព្រះសីហនុក្នុងគោលបំណងអភិវឌ្ឍការចិញ្ចឹមបង្គាក្តាមនិងត្រីដើម្បីផ្គត់ផ្គង់ផលសមុទ្រសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារទន្ទឹមនឹងនេះកសិដ្ឋាននេះក៏ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋនិងអ្នកចាប់អារម្មណ៍មកសិក្សាស្វែងយល់និងអនុវត្តដោយផ្ទាល់លើជំនាញវិរិយវប្បកម្មសមុទ្រការគ្រប់គ្រងហិរញ្ញវត្ថុនិងទីផ្សារដើម្បីយកបទពិសោធន៍ទៅកែលម្អកសិដ្ឋានរបស់ខ្លួនឲ្យមាននិរន្តរភាពនិងអាចដំណើរការបានដោយរលូនស្របតាមអនុសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចតេជោហ៊ុនសែនស្លឹកត្នោតខ្ចប់ស្ករត្នោតដែលសំដៅលើការប្រើប្រាស់សក្តានុពលក្នុងស្រុកនាំចេញទៅនឹងកន្លែងនិងគោលនយោបាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានបង្កើតតម្លៃនិងនិរន្តរភាពសម្រាប់សហគមន៍